ច្បាប់ថ្មីនៅសហរដ្ឋអាមេរិកតាក់ទងជាមួយនឹងអ្នកដែលគាត់ការជាមួយអ្នកដែលមានសញ្ជាតិនៅសហរដ្ឋអាមេរិកនេះហើយស្រាប់ណាហើយពួកគាត់នៅតែបានសញ្ជាតិដដែលអត់ចឹងមានព័ត៌មានច្រើនណាស់ដែលគាត់ចេញមកថាឥឡូវអ្នកដែលការជាមួយអ្នកមានសញ្ជាតិនៅសហរដ្ឋអាមេរិកអត់ធានាថាបានសញ្ជាតិឬក៏អត់ទេអាហ្នឹងគឺមានយូរហើយអ្នកគ្នាតាក់ទងជាមួយច្បាប់ហ្នឹងអញ្ចឹងកុំយល់ច្រឡំដោយសារគេអត់ដែលការ៉ាន់ទីទេថាអ្នកទាំងអស់គ្នាដែលការជាមួយអ្នកមានសញ្ជាតិនៅអាមេរិកហ្នឹងពិតជាបានសញ្ជាតិអត់ប៉ុន្តែអ្វីដែលផ្លាស់ប្ដូរសំខាន់បំផុតហ្នឹងគឺតាក់ទងជាមួយនឹងការពិនិត្យមើលឯកសាររបស់អ្នកគ្នាឥឡូវហ្នឹងគឺតឹងខ្លាំងមែនតើហ្មងដោយសារគេពិនិត្យមើលគ្រប់ចុងជ្រោយហ្មងថាអ្នកគ្នាពិតជាការជាមួយអ្នកមានសញ្ជាតិហ្នឹងដោយការឆ្លាញ់មែនមិនការដើម្បីតែយក green card ទេគាត់ថាឥឡូវច្បាប់ក្នុងឆ្នាំ2025ដែលខ្ញុំកំពុងនិយាយហ្នឹងការពិនិត្យមើលឯកសារហ្នឹងគឺតឹងជាងមុនគឺតឹងជាងមុនខ្លាំងតែម្ដងដោយសារគេសួរយើងច្រើនហើយសំណួរសួរច្រើនហើយគេមើលល្អិតច្រើនអត់ដូច like អត់សូវធូរដូចកាលមុននេះប៉ុន្តែច្បាប់ដែលតាក់ទងជាមួយនឹងការហ្នឹងណាថើមកពេលខ្ញុំធ្វើវីដេអូឥឡូវហ្នឹងគឺអត់មានអីផ្លាស់ប្ដូរទេប៉ុន្តែបើសិនជានៅថ្ងៃអនាគតទៅមានអីផ្លាស់ប្ដូរចាំតាមដាននៅក្នុង account របស់ខ្ញុំព្រោះសហរដ្ឋអាមេរិកឥឡូវច្បាប់គឺផ្លាស់ប្ដូរលឿនខ្លាំងមែនតើហ្មងអញ្ចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបាយបាយ